Một kênh channel YouTube Khmer Army Today ដែលជា channel ធ្វើការនិយាយ review សមត្ថភាពសពាវុធជុំវិញពិភពលោកដោយថ្ងៃនេះខ្ញុំសូមលើកយកនៅរ៉ុកែតប្រឆាំងរថក្រោះរបស់កងទ័ពកម្ពុជាយើងមកធ្វើការបកស្រាយនៅសមត្ថភាពរបស់វាចែកជូនដល់ប្រិយមិត្តដែលនិយមតាមដានចំពោះវិស័យយោធា THAAD 98 ឬក៏ PF 98 នឹងមានរហស្សនាមថា Queen Bee គឺជាប្រភេទរ៉ុកែតប្រឆាំងរថក្រោះបំពាក់លើស្មាផលិតដោយក្រុមហ៊ុន Norinco របស់ប្រទេសចិនដែលដាក់ប្រើប្រាស់ក្នុងឆ្នាំ 1998 រ៉ុកែតប្រភេទនេះវាបាញ់បុកដូច B40 និងអាចបំពាក់លើស្មាឬក៏ដាក់ជើងទម្រអាចយកតាមខ្លួនទៅគ្រប់ទីកន្លែង សប្តាហ៍យើងឃើញទាហានកម្ពុជាកំពុងហ្វឹកហាត់ប្រើប្រាស់វានៅប្រទេសចិនហើយនាពេលអនាគតខាងមុខកងទ័ពកម្ពុជានឹងប្រើប្រាស់នៅប្រព័ន្ធបាញ់គ្រាប់រ៉ុកែតមួយនេះជាមិនខានតើរ៉ុកែតបំពាក់លើស្មាសម្រាប់ប្រឆាំងរថក្រោះប្រភេទនេះមានសមត្ថភាពកម្រិតណាសូមទស្សនានៅវីដេអូនេះដូចតទៅរ៉ុកែត PF 98 មានទម្ងន់10គីឡូក្រាមបណ្ដោយប្រវែង 1191 មីលីម៉ែត្រ ប្រើប្រាស់គ្រាប់ 120 មីលីម៉ែត្រ បាញ់បានចម្ងាយ 800 ម៉ែត្រទៅ 1800 ម៉ែត្រ ចម្ងាយនេះគឺជាចម្ងាយដែលមានប្រសិទ្ធភាពដោយមានអត្រាល្បឿនគ្រាប់រត់ 310 ម៉ែត្រក្នុង1វិនាទីនិងអាចបាញ់បាន 6 ទៅ 7 គ្រាប់ក្នុង1នាទីវាបំពាក់ទៅដោយប្រព័ន្ធគ្រប់គ្រងនិងបញ្ជាបាញ់ដោយ Computer Ballistic ប្រព័ន្ធ Laser ស្វែងរកគោលដៅនិងបំពាក់ Telescope 4X ដែលអាចឆ្លុះមើលសត្រូវបានយ៉ាងច្បាស់ទាំងពេលយប់និងពេលថ្ងៃហើយនៅមានឧបករណ៍ជំនួយផ្សេងទៀតដែលធ្វើឲ្យ PF 98 នេះមានសមត្ថភាពអាចកម្ចាត់រថក្រោះទំនើបឲ្យคล้ายជាផេកបានរ៉ុកែតប្រភេទ PF 98 មានច្រើនស៊េរីខុសៗគ្នាដូចជា PF 98A ដែលប្រើប្រាស់ក្នុងឆ្នាំ 2006 វាមានទម្ងន់ត្រឹមតែ 7 គីឡូក្រាមប៉ុណ្ណោះនិងនៅមានប្រភេទផ្សេងទៀតជាច្រើន